Bà số đây bong bồn ngọc nè bà vừa mà chụp nè chỉ thay mày mà đòn tiệt hái cái nòng video thay mày bà ngày nay xong vẽ bàn ta để sao tại phần ấy ắt sơ sú người ta cà pì bự lư bà bạn ngày nay bong bồn nhầm trong trên video thay mấy hay bà sọp pê chỉ muốn nước đàm cho năm thay mấy đấy dương châu đòi cho năm pi pon mà pay bằng quỳ hái lên lên bà chẳng thay mấy bác ai nhưng chết đo pi pon sam sắp là lời hài bà bà nhà mong cái này cứ trong mò bà vừa video và thêm tiết tệ tông từ nâng cả vừa YouTube bà chun từ đó bóng ôn đại miên châm nạp bà rõm chun từ đó bóng ôn này là chồng chập đam chỉ mùi nâng YouTube bà trong màu chay đồng lệ bọt vì sao mùi chùm nôn bần thêm tiết từ đó bóng ôn bà để sao để nhóm thọp miền bọt vì sao tệ tông từ nâng YouTube ní miền chỉ nẹ chúc chơi là bóng ôn nhưng bị chạy tiết nữa nhưng miền nẹ rồi lôi bàn lôi rồi pon rồi mơn đô la vì YouTube thế miền nẹ cái khăng chờ này kỳ mình chay đồng lệ thế cái miền nẹ vượt tỉa từng bị la miền tinh la nó còn nẹ khác kỳ mình chay đồng lệ ấy thế cái sự ngóm cao lôi vì YouTube này bà nó có chỉ mà dàn vào cái đài bà còn này dương được thay những được nhóm gì cho chặt chay đồng lệ nó vậy để dừng flop chọn cắt đây dừng từ tu Paul bàn vì YouTube nè bà dân người ta chỉ tôi tới cái lò tới kinh chị thành lùi lại bị lừa mệt bà lùi lại bị lừa mệt mình tên lùi lại bị lừa mệt ní bà dân ai vậy từ bàn là trời đá thì mũi thề bởi dân cái đất đó thế cứ mình làm trời thì lùi lại bị lừa mệt vậy á để cả trên bị cả khát khom prang prai nhà bỏ dương luôn bà của lùi ní bà dương mình biên cả khát khom prang prai thế vì mình ai lẹ mà bàn thì bằng phone lúc ra thì dương khát khom này mình đi chăm sầm nàng vừa video phỏ chào cái mới thế nào mình đôi bị môn thế là lớn thì chuyện sẽ đánh YouTube people mà pay của mũi ní cứ miên ca update và thay tiệt hồi cứ sẽ tôn tình năng ổn định này nè chỗ mới nè test na video dưới ai miên ca càng lớn YouTube kỳ run video dưới có slide từ lứa cột nạp hiệpនៃការផលិតវីដេអូរបស់យើងដែរបើសិនជាយើងផលិតវីដេអូឲ្យរួចតែពីដៃមិនមានគុណភាពទេនោះក៏មិនមានអ្នកទស្សនាច្រើនដែរបាទអញ្ចឹងហើយគោលបំណងនៃវីដេអូនេះគឺខ្ញុំចង់លើកទឹកចិត្តទៅដល់បងប្អូនដែលចង់ចាប់ផ្ដើមនៅការធ្វើ YouTube ដើម្បីក្លាយទៅជា content creator របស់ YouTube ឬអាចនិយាយបានថា YouTuber បងប្អូនបើសិនជាមានចំណាប់អារម្មណ៍ជារឿងល្អបាទមិនថាតែអ្នកដែលគ្មានការងារធ្វើសាសនិសិទ្ធកំពុងតែសិក្សាទេបាទគឺអាចធ្វើបានទាំងអស់គ្នាគ្រាន់តែដូចថាអញ្ចឹងអ្នកដែលធ្វើការនោះអាចនឹងពួកគាត់ពុំសូវជាមានពេលវេលាគ្រប់គ្រាន់ក្នុងការបដោតទៅលើរក concept អាចថារក concept បានតែ concept គឺគំនិតក្នុងការផលិតវីដេអូគ្រប់គ្រាន់ដូចទៅនឹងអ្នកដែលមិនមានការងារធ្វើនោះទេបាទហើយសម្រាប់សិស្សដែលសិក្សាពេលខ្លះក៏ដូចគ្នាដែរមិនខុសពីអ្នកធ្វើការប៉ុន្មានទេគ្រាន់តែគាត់អាចថាមានពេលគ្រាន់បើជាងអ្នកធ្វើការមួយចំនួនអ្នកធ្វើការខ្លះការងារគាត់គឺរវល់ខ្លាំងមែនទែនមិនអាចមានពេលគិត concept អីផ្សេងៗបានទេតែអ្នកសិក្សាខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលសិក្សាទៅលើផ្នែកdesigner អ្នកកាត់តវីដេអូអីហ្នឹង graphic design ទាក់ទងទៅនឹងcameraman វីដេអូកាមេរ៉ា videographer អញ្ចឹងទៅបើសិនជាមានពេលបងប្អូនគួរតែចាប់ផ្ដើមនៅការធ្វើ YouTube មិនអាចនឹងធ្វើឲ្យយើងមានបានក៏ដោយក៏ប៉ុន្តែបើសិនជាបងប្អូនជាពិសេសខ្ញុំចង់ផ្ដោតលើអ្នកដែលមានអាជីពជាអ្នកថតស្រាប់គាត់ឆ្លៀតបានថតបាទថតឲ្យយើងផុសនៅក្នុង channel ណាមួយបាទយើងឆ្លៀតផុសទៅហើយផុសចោលទៅផុសទៅដាក់ចំណងជើងចោលក៏បានដែរបើអត់មានពេលកាត់ thumbnail ទេយើងដាក់ទៅគ្រាន់តែផុសឲ្យទៀងអញ្ចឹងទៅណាមួយសប្តាហ៍មួយសប្តាហ៍ពីរអីអញ្ចឹងទៅផុសចោលបើសិនជាបងប្អូនសម្បូរវីដេអូហើយថតអ្វីដែលបងប្អូនចូលចិត្តបាទព្រោះ YouTube លុះត្រាតែបងប្អូនចូលចិត្តទើបបងប្អូនអាចទៅមុខបានបើបងប្អូនមិនចូលចិត្តទេហើយព្យាយាមថតនោះគឺមិនបានយូរអង្វែងទេធ្វើបានតែមួយភ្លើងច្បើងមួយឆាវហ្នឹងគឺទៅអស់ហើយមានច្រើនណាស់អ្នកដែលចាប់ដើមចង់ចាប់ដើមមួយ YouTube មានទាំងចាប់ដៃគ្នាជាក្រុមទៀតចាប់ដៃជាក្រុមថតរឿងខ្លីថតអីមួយចំនួនចាយលុយទិញកាមេរ៉ាទៀតបរាជ័យ
ដោយសារតែបាទនៅក្នុងក្រុមអាចថាអ្នកឆន្ទៈដែលធ្វើវាមានអាចថាដំបូងឆន្ទៈមានអញ្ចឹងណាមានដូចគ្នាទាំងអស់4 5នាក់ឬក៏10នាក់អញ្ចឹងទៅតែពេលយូរទៅលក្ខណៈថាផុសអត់មានអ្នកមើលបាទយូរទៅចេះតែបាក់ទឹកចិត្តទៅណាធម្មតាផុសវីដេអូឧទាហរណ៍ត្រឹម10 20វីដេអូអីទេបើអ្នកខ្លះធ្វើដល់60 70ឬក៏ដល់100ហើយអត់មាន view ឡើងទេហើយម៉ោងអត់គ្រប់ទេច្បាស់ណាពួកគាត់ច្បាស់ជាបាក់ទឹកចិត្តតែនេះយើងអាចនិយាយបានថាទៅលើបច្ចេកទេសរបស់យើងកាន់ទៅលើ channel ឡើងដែរសួរថាយើងផុសបានត្រឹមត្រូវឬនៅបច្ចេកទេសយើង setting set up ទៅលើ channel ដែលយើងធ្វើហ្នឹងវាគ្រប់គ្រាន់វាត្រឹមត្រូវទៅនឹងគោលការណ៍ទៅនឹង standard របស់ YouTube ហើយឬនៅនេះសំណួរវានៅត្រង់ហ្នឹងដែរបាទតែបើសិនជាយើងសួរថាបើយើងធ្វើបានគ្រប់អស់ហើយវានៅតែមិនដើរបាទនេះវាជារឿងមួយទៀតហើយអ្នកធ្វើមួយចំនួនគេមិនធ្វើតែមួយ channel ទេបងប្អូន YouTube គេធ្វើច្រើនអាចថា4 5ឬក៏ទៅ10ក៏មានអ្នកលើសទៀតបាទខ្ញុំអត់រាប់ទៅលើអ្នកដែលប្រើ AI ឬប្រើអីបង្កើត account បែបកាប់ដៅ fake អីទេណាបងណាបងប្អូនណាអត់ទេខ្ញុំនិយាយទៅលើអ្នកដែលធ្វើ content original បាទព្រោះ original ទៅបិទថារយៈពេលយូរទើបអាចជោគជ័យវាអាចថាអញ្ចឹងមែនហើយក៏ប៉ុន្តែ original មួយគឺដឹងមួយបងប្អូនតែកន្លងទៅក៏ធ្លាប់មាន channel មួយចំនួនដែល original ក៏មានបញ្ហាផងដែរហើយដែលប្រឈមនោះគឺអាចថា channel gaming មួយចំនួនដាក់ភ្លេងឬក៏សំឡេង game មិនស្រួលទេអាចវានឹងបញ្ហាធ្លាប់ copyright អីមួយចំនួនថែមទៀតបាទនេះក៏ជាបញ្ហាប្រឈមរបស់អ្នកធ្វើ YouTube ផងដែរបាទហើយនៅឆ្នាំ2026នេះអ្នកចូលចិត្តទស្សនាវីដេអូក៏មានការអាប់ដេតផ្លែកផ្សេងពីគ្នាហើយទៅតាមចំណូលចិត្តហើយតាមប្រទេសផ្សេងដែរហើយវ័យចន្លោះវ័យដែលចូលចិត្តមើល YouTube គឺអាចថា25ទៅ30ជាងអញ្ចឹងទៅបាទនេះជាទូទៅនៅក្នុងYouTube audience របស់ YouTube បងប្អូនបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបើសិនជាមាន concept ថ្មីអាចផលិតជាវីដេអូមិននិយាយជាភាសាខ្មែរក៏បានដែរយើងធ្វើយ៉ាងណាឲ្យបរទេសមើលគឺវាអាចនឹងទទួលបានផលច្រើនបានលុយច្រើនជាពិសេសគឺវីដេអូ long វីដេអូ short វាបានលុយនៅតិចទេបងប្អូនសប្តាហ៍ថ្ងៃនេះគឺវីដេអូ short បានលុយតិចមែនទែនអញ្ចឹងគួរតែបដោតទៅលើវីដេអូវែងបាទហើយវីដេអូ vlog ក៏មានគេធ្វើច្រើនដែរបងប្អូនព្យាយាមធ្វើវីដេអូណាពី AI ក៏ដោយបងប្អូនបើសិនជាមានជំនាញទាក់ទងទៅនឹងការសរសេរ prompt វិជាឲ្យ AI ផលិតជាវីដេអូបងប្អូនអាចរក concept content category ប្រភេទវីដេអូណាដែលប្លែកពីគេប្លែកពី YouTube នៅពេលនោះបងប្អូនអាចគេហៅ niche របស់ YouTube ចំណុចពិសេសនៅពេលនោះបងប្អូននឹងបាទបងប្អូនអាចនឹងជោគជ័យជាមិនខានបាទហើយចំណុចមួយទៀតដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះសម្រាប់អ្នកខ្លះច្បាស់ណាស់គាត់ចង់ចាប់ផ្ដើម YouTube តែគាត់អត់ចេះកាត់វីដេអូបាទចំណុចនេះជារឿងសំខាន់ព្រោះវីដេអូយើងត្រូវការកាត់ដែរនៅក្នុង YouTube បាទកម្មវិធីទូរស័ព្ទเราមានច្រើនណាស់បងប្អូន CapCut អាចថាវាគិតលុយក៏តែវាមានកម្មវិធី free ផ្សេងទៀតដូចជា InShot ក៏បានកម្មវិធី original នៅក្នុងទូរស័ព្ទផ្សេងទៀតមួយចំនួនក៏កាត់បានដែរ Viva ឬក៏ Viva នេះយើង download ទេតែវាមាន V ដូចជាមាន Vina VN សម្រាប់កាត់វីដេអូហ្នឹងក៏ល្អដែរកម្មវិធី VN បងប្អូនរៀនកាត់តាម YouTube អាចស្វែងរកតាម YouTube បានការរៀនកាត់វីដេអូហ្នឹងមិនពិបាកទេបងប្អូនមិនត្រូវការចេះអង់គ្លេសខ្លាំងទេចំណាំក៏បានដែរទាក់ទងនឹងការកាត់វីដេអូនេះសំខាន់បំផុតនោះគឺមានវីដេអូសម្រាប់កាត់អត់បញ្ហាគឺនៅត្រង់ចំណុចហ្នឹងទេបងប្អូនបាទហើយ thumbnail មួយចំនួននោះវាមានរបៀបបង្កើតនៅក្នុងទូរស័ព្ទដូចគ្នាវាមានទំហំនៅក្នុងកម្មវិធី InShot របស់ទូរស័ព្ទមានកាត់ខ្ញុំពេលខ្លះខ្ញុំកាត់តាមទូរស័ព្ទទេហើយពេលខ្លះខ្ញុំកាត់ក្នុងកុំព្យូទ័រដោយសារតែពេលខ្លះខ្ញុំចង់បាន font អីប្លែកថ្មីអញ្ចឹងទៅ font ខ្មែរមួយចំនួនវាច្បាស់បាទតែនៅក្នុងទូរស័ព្ទក៏មានដូចគ្នាបងប្អូនគាត់ណាដូចថាអញ្ចឹងបើក្នុងកុំព្យូទ័រវាមានយើងអាចលេង effect អីផ្សេងតាម Adobe Photoshop អញ្ចឹងណាបងប្អូនបាទនេះគឺវាប្លែកវាអាចថាស្រួល optimize ឬស្រួល customize អាចថាស្រួលកំណត់ជាងក្នុងទូរស័ព្ទតែពេលខ្លះប្រើតែទូរស័ព្ទក៏បានដែរសំខាន់បងប្អូនវីដេអូបងប្អូនផុសទៀងទាត់ឯនឹងវីដេអូល្អទេបាទតើតើមួយ YouTube បាទហើយដូចថាអញ្ចឹងវីដេអូនេះខ្ញុំអាចថាមានប៉ុណ្ណឹងសិនហើយ
បើសិនវីដេអូក្រោយទៀតខ្ញុំអាចនឹងមានមេរៀនផ្សេងបន្ថែមទៀតបាទទៅលើតកតងទៅនឹង YouTube នេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាអរគុណច្រើនជម្រាបលាបាទហើយកុំភ្លេចជួយចុច Subscribe ខ្ញុំផងណាអរគុណច្រើនជម្រាបលាបាទ